FIFA បានដកសិទ្ធិពីក្លឹបមួយមិនឲ្យលេងក្លឹប World Cup ហើយកំពុងពិចារណាយកក្លឹបពីរមក Play-off ដើម្បីដណ្ដើមកៅអីនោះជំនួសវិញ Rashford កាន់តែបង្ហាញភាពប្រសើរឡើងនៅ Aston Villa រកបានគ្រាប់បាល់ដំបូងក្នុងរយៈពេល120ថ្ងៃចុងក្រោយនិងកំពុងបង្ហាញពីភាពរីករាយឡើងវិញក្នុងការលេងបាល់ទាត់ Harry Kane បំបីកំណត់ត្រាទៀតហើយនៅ Bundesliga RB Leipzig ចែកផ្លូវជាមួយអ្នកចាត់ការហើយយកអតីតជំនួយការលោក Thomas Tuchel មកធ្វើជាអ្នកចាត់ការថ្មីបាទសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានប្រកាសអំពីការដកបេក្ខភាពក្លឹប Leon ចេញពីពាន FIFA Club World Cup 2025នេះដោយសារតែពួកគេមិនអាចអនុលោមតាមច្បាប់ចំពោះម្ចាស់ក្លឹបដែលមានក្លឹបលើសពីមួយដោយសារតែម្ចាស់ក្លឹប Leon នេះក៏ជាម្ចាស់ក្លឹប Pachuca ក៏ជាក្លឹបដែលមានកៅអីលេង FIFA Club World Cup ដែរអញ្ចឹងឥឡូវនេះសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA កំពុងពិចារណាយកក្លឹប Los Angeles FC របស់អាមេរិកមកប្រកួត Play-off ជាមួយក្លឹប America ដើម្បីដណ្ដើមកៅអីជំនួសក្លឹប Leon នៅក្នុងពានក្លឹប World Cup នេះវិញមូលហេតុដែល FIFA កំពុងពិចារណាយក LAFC និងក្លឹប America មក Play-off ដើម្បីយកកៅអីជំនួសក្លឹប Leon ហ្នឹងគឺដោយសារ LAFC របស់ Major League Soccer ដែលកំពុងមាន Hugo Lloris និង Olivier Giroud លេងនៅទីនោះគឺជាក្រុមដែលបានឡើងដល់វគ្គផ្ដាច់ព្រាត់ CONCACAF Champions League 2023តែបានចាញ់ក្លឹប Leon ឯក្លឹប America គឺជាក្លឹបដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅ CONCACAF បន្ទាប់ពីក្លឹប Leon ដែលមិនបានជំរុះជាប់ទៅក្លឹប World Cup 2025នេះទេក្លឹប Leon ស្ថិតនៅក្នុង Pool D ជាមួយ Chelsea, Flamengo និង Esperance Sportive de Tunisie ប៉ុន្តែក្លឹប Leon ក៏កំពុងប្តឹងទៅតុលាការ CAS ផងដែរហើយលទ្ធផលត្រូវបានរំពឹងថានឹងចេញនៅថ្ងៃទី23ខែមេសាពាន FIFA Club World Cup 2025នៅអាមេរិកមាន32ក្រុមនឹងចាប់ផ្ដើមពីថ្ងៃទី15មិថុនាដល់ថ្ងៃទី13ខែកក្កដា Harry Kane បន្ទាប់ពីធ្វើបាននៅអង់គ្លេសឥឡូវនេះធ្វើបាននៅ Bundesliga ទៀតកាលនៅអង់គ្លេស Harry Kane បានបង្កើតកំណត់ត្រាជាកីឡាករដែលបានសុទ្ធចូលគ្រប់ក្រុមទាំងអស់ដែលគេបានប្រជុំមុខជាមួយនៅក្នុងក្របខ័ណ្ឌ Premier League គឺចំនួន32ក្រុមឥឡូវនេះនៅ Bundesligaក្រុមចំនួន19ហើយដែលគេបានប្រជុំមុខជាមួយហើយ Harry Kane បានសុទ្ធបញ្ចូលទីក្រុមគ្រប់ទាំង19ក្រុមតែម្ដងនៅ Bundesliga មានតែ Miroslav Klose ម្ចាស់កំណត់ត្រាគ្រាប់បាល់អាល្លឺម៉ង់ជាកីឡាករដែលបានសុទ្ធបញ្ចូលទីគ្រប់ក្រុមច្រើនជាង Harry Kane ដោយ Miroslav Klose បានប្រជុំមុខទល់នឹងក្រុមសរុបចំនួន28ក្រុមក្នុងការលេងរបស់គេក្នុងក្របខ័ណ្ឌ Bundesliga Harry Kane គិតត្រឹមពីនេះទើបតែប្រជុំមុខទល់នឹង19ក្រុមផ្សេងគ្នាទេនៅក្នុង Bundesliga ហើយបានសុទ្ធចូលទាំង19ក្រុមហើយគ្រាប់បាល់ដែលគេបានសុទ្ធចូល Saint Pauli នោះដែរនាំឲ្យឥឡូវនេះគ្រាប់បាល់សរុបរបស់គេក្នុងក្របខ័ណ្ឌ Bundesliga ឡើងដល់22គ្រាប់ស្របពេលBayern Munich ស្ថិតនៅកំពូលតារាងកំពុងនាំមុខ6ពិន្ទុរីឯ Rashford វិញរកបាន2គ្រាប់ក្នុងវគ្គទី2ក្នុងជ័យជំនះរបស់ Aston Villa ទល់នឹងក្រុម Preston ហើយនាំ Aston Villa ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ FA Cup ត្រូវតតាំងទល់នឹង Crystal Palace វគ្គ4ក្រុមចុងក្រោយនេះគឺជាការរកបានគ្រាប់បាល់ឡើងវិញជាលើកដំបូងក្នុងរយៈពេល120ថ្ងៃសម្រាប់ Marcus Rashford ដែលកំពុងលេងឲ្យ Aston Villa ក្រោមកិច្ចសន្យាខ្ចីពី Man U Rashford ក៏ត្រូវបានមើលឃើញថាកំពុងរីករាយក្នុងការលេងបាល់ទាត់ឡើងវិញហើយនេះក៏ជាអ្វីដែលគ្រូបង្គោលអង់គ្លេស Thomas Tuchel មើលឃើញផងដែរដែលលោក Tuchel បានកោះហៅ Rashford ចូលជម្រើសជាតិវិញនិងថែមទាំងបានដាក់គេលេងក្នុងជម្រើស11អ្នកដំបូងទាំងពីរប្រកួតផងដែរបច្ចុប្បន្ននេះទោះបីជាថាមិនទាន់ល្អដល់កម្រិតដើមចំណុចកំពូលដែលគេធ្លាប់មានពីមុនក៏ដោយក៏ប៉ុន្តែ Rashford បានបង្ហាញភាពប្រសើរឡើងល្អជាងរយៈកាលជាង1ឆ្នាំចុងក្រោយនៅ Man U បាទក្លឹបអាល្លឺម៉ង់ RB Leipzig បន្ទាប់ពីបានបរាជ័យ 1-0 ក្នុងក្របខ័ណ្ឌ Bundesliga ក្រោមទ្វេជើង Borussia Mönchengladbach RB Leipzig បានសម្រេចបញ្ចប់តួនាទីអ្នកចាត់ការ Marco Rose ហើយបានតែងតាំងលោក Zolov គឺជាអតីតជំនួយការលោក Thomas Tuchel កាលនៅ Chelsea, Bayern Munich និង PSG ឲ្យមកធ្វើជាអ្នកចាត់ការថ្មីជំនួសវិញរហូតដល់ដាច់រដូវកាលនេះលោក Marco Rose វ័យ48ឆ្នាំបានដឹកនាំ RB Leipzig 2ឆ្នាំកន្លះមកហើយដឹកនាំសរុបបាន127ប្រកួតឈ្នះ72លើកហើយបានដឹកនាំ RB Leipzig លើកពាន German Cup 2023